រឿងនេះមិនស្រួលទេខ្ញុំត្រូវតែប្រាប់លោកម្ចាស់វិញហើយហើយលោកប្តីបញ្ជាចំណាយសម្រាប់បន្ទាយអូនបានរៀបចំវារួចរាល់អស់ហើយ មិនស្មានសោះថាប្រពន្ធរបស់បងមិនត្រឹមតែពូកែខាងសិល្បៈតន្ត្រីទេខាងហិរញ្ញវត្ថុក៏ពូកែដែរអូនពិតជាពូកែមែនចាប់ពីថ្ងៃតទៅអូនជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់នេះ វាជាកិត្តិយសរបស់អូនដែលបានបម្រើលោកប្តី លោកម្ចាស់ខ្ញុំសុំបសម្រាប់វាយមួយផ្លែសិនទៅ ជប់ ព្រោះអីសំឡេងស្រែករំខានខ្លាំងណាស់ លោកវៃលីសឹងបានសារភាពហើយគេក៏នៅក្រោយខ្នងខົບខិតជាមួយនឹងចៅសមុទ្រ ល្អណាស់វាមិនមកខ្លួនឯងទេប្រហារជីវិតវាទៅ រាយការណ៍លោកម្ចាស់វៃមកសុំជួបលោក មិនអីទេឲ្យគាត់ចូលមកឆាប់ទៅ បានលោកម្ចាស់ អូនសុំចេញទៅក្រៅសិន មេតបលីលោកពិតជាធ្វើចរិតខ្ពង់ខ្ពស់ណាស់បានមកទៅឲ្យចេះប្រមាណសម្ដីរបស់លោកនៅចំពោះមុខលោកម្ចាស់លីផង នេះមិនជាចរិតរបស់លោកទេហើយយើងក៏គ្មានអ្វីត្រូវនិយាយគ្នាដែររៀបចំខ្លួនយកសារសពកូនលោកចេញទៅ មេតបលីគ្រួសារវៃរបស់ខ្ញុំគឺជាត្រកូលដែលល្បីល្បាញបំផុតនៅក្នុងស្រុកនេះលោកមហាថ្លឹកលោកគឺជាចំណិតរបស់អធិរាជជាឪពុកធររបស់ខ្ញុំបើលោកដាក់ទោសកូនខ្ញុំបែបនេះលោកនឹងប្រឈមមុខជាមួយនឹងត្រកូលវៃហើយពិតជាប្រហើនមែន យើងប្រាប់ឯងទៅចុះកុំច្រឡោតពេកទោះបីជាត្រកូលរបស់លោកមានអំណាចប៉ុណ្ណាក៏ដោយក៏លោកមិនអាចបញ្ជូនតមកវាយើងបានទេហើយក៏គ្មានអំណាចអីមកធ្វើបាបកងទ័ពរបស់ពួកយើងបានដែរ ខ្ញុំសុំទោសខ្ញុំខុសហើយ លោកស្ដាប់ឲ្យច្បាស់កូនរបស់លោកខົບខិតជាមួយនឹងចៅសមុទ្រមានផុសតាំងច្បាស់លាស់ទោះប្រហារជីវិត មេតបលីគេគឺជាអ្នកបន្តវេនម្នាក់គត់របស់ត្រកូលវៃសូមមេត្តាអភ័យទោសផងទៅលោកមេតបនេះគឺជាកាដូបន្តិចបន្តួចដើម្បីសម្ដែងការអរគុណដោះលែងគេទៅ បើសិនជាលោកធ្វើបែបនេះតាំងពីដំបូងយើងក៏គ្មានរឿងច្រើនបែបនេះដែរមុននឹងដោះលែងវាយគេធ្ងន់ដៃទៅកុំឲ្យអាចោមសៀតនេះវាធ្វើបានមនុស្សស្រីទៀត បានលោកម្ចាស់ទៅចាំនៅក្រៅមន្ទីរទៅព្រោះយើងនឹងប្រគល់វាឲ្យឆាប់នេះអរគុណតបរងលី ប្រពន្ធចម្លងដុំមាសនេះ20ដងមក រួចរាល់ ទ្រព្យសម្បត្តិមួយគុណនឹង20យើងសូមប្រកាសថាយើងគឺជាអ្នកមាននៅក្នុងរជ្ជកាលមីងនេះហើយ គ្មានទេកាលណានាងខ្ញុំនៅក្បែរទោះចំក្រក៏ក្រមិនកើតដែរ តើកូនខ្ញុំយ៉ាងម៉េចហើយ លោកប្រុសនៅមានជីវិតក៏ប៉ុន្តែ តែស្អីនិយាយមក លោកប្រុសត្រូវតែហ៊ានទាំងអស់នោះគ្រាវបាត់ហើយ ថាម៉េចលីចាងអានចាប់ពីថ្ងៃនេះតទៅយើងសូមស្បត់ថាជាសត្រូវរបស់ឯងរហូតតទៅ សូមគោរពលោកម្ចាស់ បងប្រុសលីអបអសាទររាជសារបានមកដល់ហើយលោកត្រូវឡើងតំណែងឋានៈជាមេបញ្ជាការធំ អរគុណការតែងតាំងរបស់លោកម្ចាស់ លោកទទួលបានវាដោយសារតែភាពក្លាហានរបស់លោកហើយម្យ៉ាងទៀតកូនចៅរបស់លោកស៊ូហ្វូគុយនិងចាងម៉ាជឺត្រូវបានដំឡើងជាមេបញ្ជាការរងហើយមានក្រុមជាច្រើនក៏ឡើងជាកងពលដែរ លោកម្ចាស់វាងពិតជាអស្ចារ្យណាស់លោកម្ចាស់បាននាំរាជសារដោយផ្ទាល់ខ្ញុំពិតជាគោរពលោកខ្លាំងណាស់លោកម្ចាស់អញ្ជើញអង្គុយសិនទៅពួកយើងរៀបចំអាហារទទួលណា គ្មានពេលសម្រាប់អាហារទេខ្ញុំមានភារកិច្ចសំខាន់លោកម្ចាស់ឈៀវបានសំណូមពរជាពិសេសគឺគាត់ចង់ជួបលោក អូលោកម្ចាស់វាងតើលោកម្ចាស់ឆៅចង់ជួបខ្ញុំមានរឿងអ្វីដែរទេ មេចៅម្នាក់មានឈ្មោះថាខ្លារខិនហោះបានកាន់កាប់ជ្រលងភ្នំខាងលិចកំពុងតែធ្វើបាបប្រជាជនលោកម្ចាស់ឆេវចង់ឲ្យលោក
จัดการบังกราบពួកចៅទាំងអស់នោះ ខ្លារខិនហោះទៀតហើយខ្ញុំនឹងធ្វើតាមតួនាទីរបស់ខ្ញុំសូមគោរពលោកម្ចាស់ឆាវ ជៀនអានមកដល់ហើយហ៎មកអង្គុយចុះមក លោកម្ចាស់ផ្ដល់កិត្តិយសឲ្យខ្ញុំខ្លាំងពេកហើយ ថ្ងៃនេះពួកជាងគ្រាន់តែហូបអាហារជុំគ្នាមិនបាច់ផ្លូវការពេកទេ អរគុណលោកម្ចាស់ថ្ងៃនេះពួកយើងគ្រាន់តែហូបបាយជុំគ្នាតែប៉ុណ្ណោះដូច្នេះមិនចាំបាច់ផ្លូវការពេកទេណា គ្រាន់តែនិយាយដល់រឿងនេះយើងខឹងភ្លាមច្រឡងភ្នំខាងលិចគឺជាតំបន់ដែលពិបាកធ្វើដំណើរពិតជាពិបាកវាយលុកតែងាយស្រួលការពារមានពួកចៅមួយក្រុមតាំងលំនៅទីនោះយើងបានបញ្ជូនមេបញ្ជាការមួយចំនួនទៅកម្ចាត់ពួកគេប៉ុន្តែគេបែកជាខាតបង់កងទ័ពនិងអាវុធហើយទាហាន10នាក់ជាងត្រូវបានគេចាប់ខ្លួនពិតជាអាម៉ាស់ណាស់ លោកម្ចាស់ហេតុអីបានជាមិនឲ្យមេធំចាត់ការរឿងចោលទៅ យើងកុំនិយាយពីពួកគេអីពួកមេទ័ពទាំងអស់នោះគឺគ្មានប្រយោជន៍ពួកគេមិនធ្វើអ្វីក្រៅពីដោះសារឡើយនេះជាមូលហេតុដែលយើងហៅឯងមកជៀនអានមានតែឯងទេដែលអាចចាត់ការពួកគេបានលោកម្ចាស់ឆាវលោកមិនអាចធ្វើបែបនេះទេលោកម្ចាស់ឆាវលោកមិនអាចធ្វើបែបនេះបានទេគេពិតជានៅក្មេងពេកហើយមិនក៏លោកបកគលការងារសំខាន់នេះឲ្យគេបើមិនមែនគេគឺជាឯងមែនទេតើឯងនៅចុះហត្ថលេខាលើលិខិតធានាជីវិតដឹកនាំទៅទេខ្ញុំជៀនអានយើងចង់ឲ្យឯងទៅកំចាត់ក្រុមចៅចលងភ្នំខាងលិចឲ្យអស់តើឯងគិតយ៉ាងម៉េចដែរ អរគុណលោកម្ចាស់ដែលផ្ដល់ឱកាសខ្ញុំនឹងកំទេចចលងព្រំខាងលិចដោយខ្លួនឯងចុះ ល្អណាស់តើលោកមានកងទ័ពប្រមាណដែរទៅ ត្រឹមតែជា100នាក់តែប៉ុណ្ណោះ គួរអស់សំណោចណាស់នៅទីនោះចៅមានដល់តែ500នាក់កងទ័ពលោក100នាក់បរាជ័យរួចទៅហើយលោកគិតថា100នាក់អាចធ្វើស្អីគេបានពិតជាអួតអាងមែន នោះក៏ដោយសារតែលោកមិនដឹងពីសមត្ថភាពរបស់ខ្ញុំប្រាប់ឲ្យមើលចោលជាង500នាក់នោះខ្លាំងជាងចោលសមុទ្រតែមែនដែរទេ ពិតណាស់ចៅសមុទ្រខ្លាំងជាង ខ្ញុំបានឈ្នះចោលសមុទ្រហើយនៅពេលដែលខ្ញុំជួបវាហេតុអីក៏ខ្ញុំត្រូវខ្លាចពួកចោលត្រឹមតែ800នាក់នោះ ឯងបានហើយជៀនអានជាកងទ័ពដែលយើងឲ្យតម្លៃបំផុតបើឯងហ៊ានរករឿងម្ដងទៀតចេញឲ្យផុតពីមុខយើងទៅសូមលោកម្ចាស់កុំខឹងអីខ្ញុំគ្រាន់តែស្វឹងបន្តិចខ្ញុំគ្មានចេតនាប្រមាថលោកម្ចាស់លីទេខ្ញុំនឹងផឹកដាក់ពីនៃខ្លួនឯងមួយកែវ អេមួយកែវវាមិនគ្រប់គ្រាន់ទេផឹកឲ្យអស់មួយប៉ាន់តែម្ដងទៅ ឯងអ្នកយាមអូគេចេញទៅជៀនអានកុំប្រកាន់ជាមួយនឹងមនុស្សអែបអបគ្មានបានការទាំងអស់នេះអីណា ខ្ញុំមិនខ្វល់ជាមួយពួកគេទេ ឥឡូវនៅសល់តែពួកយើង2នាក់ខ្ញុំមានរឿងចង់ពិភាក្សា រឿងអីទៅលោកម្ចាស់ ខ្ញុំមានកូនស្រី2នាក់កូនច្បងបានរៀបការរួចទៅហើយចំណែកកូនទី2ឈ្មោះជីងរូនៅទំនេរនៅឡើយនាងបានលើកពីភាពក្លាហានរបស់ឯងហើយនាងពិតជាកោតសរសើរឯងខ្លាំងណាស់គឺពិតជាកោតសរសើរខ្លាំងណាស់ដូច្នេះហើយ ខ្ញុំចង់លើកនាងឲ្យរៀបការជាមួយឯងតែម្ដងយ៉ាងម៉េចដែរ លោកម្ចាស់ឲ្យខ្ញុំរៀបការជាមួយនឹងកូនស្រីរបស់លោកម្ចាស់មែនទេ គ្រួសាររបស់យើងទាំងអស់យល់ព្រមហើយឥឡូវនេះអាស្រ័យលើឯង ខ្ញុំមានប្រពន្ធរួចហើយលោកម្ចាស់កូនស្រីលោកម្ចាស់មានយស័ក្តិមិនស័ក្តិសមនឹងខ្ញុំទេខ្ញុំមិនហ៊ានទទួលឡើយ អង្គុយចុះមកអង្គុយចុះសិនមកយើងបានស៊ើបរួចហើយប្រពន្ធបច្ចុប្បន្នរបស់ឯងមានឋានៈទាបណាស់នាងនឹងធ្វើឲ្យខូចកិត្តិយសឯងទុកឲ្យបៃរូយូធ្វើជាប្រពន្ធចុងទៅហើយរៀបការជាមួយនឹងកូនស្រីរបស់យើងជាប្រពន្ធដើមយើងធានាថាឯងនឹងឡើងបនស័កហើយឯងនឹងបានឡើងតំណែងរបស់យើងនៅថ្ងៃណាមួយ លោកម្ចាស់ខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំណាស់ខ្ញុំមិនអាចទទួលយកប្រពន្ធចុងម្នាក់ទៀតបានទេ លីជៀនអានកុំបដិសេធសម្ដីល្អដើម្បីទទួលយកការដាក់ទោសឯងដឹងពីផលវិបាកដែលបដិសេធនឹងយើងដែរទេ ខ្ញុំអរគុណចំពោះសន្តានចិត្តរបស់លោកម្ចាស់ហើយប៉ុន្តែមនុស្សប្រុសយើងនៅក្នុងโลกនេះរស់នៅដោយមានបុណ្យស័ក្តិប៉ុន្តែបើសិនជាមានបុណ្យស័ក្តិបោះបង់ប្រពន្ធកូនគេហៅថាជាមនុស្សថោកទាបទៅវិញទេពេលដែលមានបុណ្យស័ក្តិហើយប្រពន្ធកូនឬក៏មិត្តភក្តិដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា
ក៏មិនអាចបោះបង់គ្នាបានដែរសំណើលោកម្ចាស់ខ្ញុំមិនអាចទទួលបានទេដូច្នេះលោកម្ចាស់ដកសំណើនេះវិញចុះ ឯង ល្អណាស់ពិតជាមនុស្សដែលយើងមើលមិនខុសមែនជាអានមានតែមនុស្សដែលមានភាពស្មោះត្រង់បែបនេះទេទើបសំជាគុំភាសាឆៅយូសានយើង ខ្ញុំគឺ កុំបារម្ភអីយើងមិនបង្ខំឯងឲ្យបោះបង់